អង្គការមូលនិធិអ៊ីម៉ានកម្ពុជាបានចុះហត្ថលេខាលើអនុសារណៈយោគយល់ជាមួយអង្គការសមាគមនិងស្ថាប័នអប់រំអ៊ីស្លាមសរុបចំនួន6ស្ថាប័ននៅទីស្នាក់ការអង្គការមូលនិធិអ៊ីម៉ានកម្ពុជានាព្រឹកថ្ងៃសៅរ៍ទី29ខែវិច្ឆិកាឆ្នាំ2025អង្គការមូលនិធិអ៊ីម៉ានកម្ពុជាបានចុះហត្ថលេខាលើអនុសារណៈយោគយល់ជាមួយអង្គការសមាគមនិងស្ថាប័នអប់រំសរុបចំនួន6ស្ថាប័នក្នុងនោះរួមមានអង្គការមូលនិធិអាស៊ានដើម្បីអប់រំនិងអភិវឌ្ឍវិទ្យាស្ថានអានណាម៉ាអ៊ែលអ៊ីស្លាមីយ៉ាភ្នំពេញសមាគមអាម៉ាណាកាតាហ្វូលកម្ពុជាសមាគមគូបារ៉ាស្រីមូស្លីមកម្ពុជាសមាគមអ្នកភូមិពោ2និងសាលាអន្តរជាតិអ៊ីនតាលោកសាឡេះសាឡាប្រធានអង្គការមូលនិធិអ៊ីម៉ានកម្ពុជាបានថ្លែងប្រាប់ CITV ថាការចុះអនុសារណៈយោគយល់គ្នានេះគឺជាចំណុចសំខាន់មួយដែលបង្ហាញអំពីការចូលរួមចំណែកនិងទំនាក់ទំនងដ៏មានតម្លៃក្នុងការកសាងអនាគតដ៏រឹងមាំសម្រាប់ការអប់រំនិងសេវាសង្គមនៅកម្ពុជាលោកបានបន្តថាតាំងពីដើមរហូតដល់បច្ចុប្បន្នអង្គការមូលនិធិអ៊ីម៉ានកម្ពុជាបានខិតខំអនុវត្តបេសកកម្មដ៏សំខាន់របស់ខ្លួនគឺលើកកម្ពស់ការអប់រំដែលមានគុណភាពការអភិវឌ្ឍសហគមន៍ការគាំទ្រសង្គមនិងការបណ្ដុះបណ្ដាលសមត្ថភាពព្រមទាំងបានធ្វើការងារជាច្រើនដូចជាការបណ្ដុះបណ្ដាលគ្រូបង្រៀនការអភិវឌ្ឍកម្មវិធីសិក្សាការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតខ្វះខាតការកសាងសមត្ថភាពយុវជននិងគម្រោងសង្គមផ្សេងៗដែលជួយអភិវឌ្ឍសហគមន៍នៅតំបន់ជនបទជាច្រើនលើសពីនេះទៅទៀតលោកបានបន្ថែមថាការចុះអនុសារណៈនៃការយោគយល់នេះនឹងបើកផ្លូវឲ្យមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំទូលំទូលាយនិងមានផលប្រយោជន៍យ៉ាងខ្លាំងសម្រាប់សហគមន៍កុមារនិងសាលារៀនកិច្ចសហប្រតិបត្តិការទាំងនេះនឹងជួយឲ្យពង្រឹងសមត្ថភាពស្ថាប័នលើកកម្ពស់គុណភាពអប់រំផ្ដល់ការគាំទ្រដល់គ្រូបង្រៀននិងសិស្សនិងពង្រឹងការអភិវឌ្ឍសង្គមនិងការស្រាវជ្រាវនិងជឿជាក់ថានៅពេលដែលយើងធ្វើការជាមួយគ្នាដោយភាពស្មោះត្រង់និងមោះមុតយើងនឹងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់មិនត្រឹមតែសម្រាប់ស្ថាប័នរបស់យើងប៉ុណ្ណោះទេប៉ុន្តែសម្រាប់សហគមន៍ទាំងមូលជាចុងក្រោយលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ចំពោះការជឿទុកចិត្តការបដិញ្ញានិងឆន្ទៈក្នុងការធ្វើការងាររួមគ្នាដើម្បីឆ្ពោះទៅអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើងនិងសូមទូអាឲ្យកិច្ចសហប្រតិបត្តិការទាំងនេះជោគជ័យរីកចម្រើននិងនាំមកនូវផលប្រយោជន៍យូរអង្វែងដល់សហគមន៍